របួសទាំងកាយស្ដាយទាំងចិត្តនេះ8ឆ្នាំប្រែជាគ្មានន័យវត្តមានជនទី3ធ្វើឲ្យ Stegen និងភរិយាឈានដល់ផ្លូវបែកអនុស្សាវរីយ៍ខំសាំងរាប់ឆ្នាំចុងក្រោយបែរត្រូវកាត់ផ្ដាច់សល់ត្រឹមការចងចាំល្អក៏ដោយសាររឿងល្អកមានអ្នកជ្រៀតជ្រែកជាដើមហេតុនាំឲ្យមានការចែកផ្លូវរវាងអ្នកចាំទី Marc-Andre ter Stegen និងអតីតភរិយាអ្នកស្រី Dani ចំណងស្នេហ៍មួយគូនេះបានបញ្ឆេះឡើងនៅឆ្នាំ2012ហើយដល់ឆ្នាំ2017ក៏រៀបអាពាហ៍ពិពាហ៍រហូតដល់បង្កើតបានកូនក្នុងបន្ទុក2រូបមានឈ្មោះ Ben អាយុ5ឆ្នាំនិង Tom អាយុ1ឆ្នាំយ៉ាងណាទំនាក់ទំនងឈ្មោះជាប្តីប្រពន្ធអស់រយៈពេល8ឆ្នាំក៏ឈានមកដល់ផ្លូវបំបែកនៅការបញ្ជាក់ពីសម័យខ្លួនច្បាស់កាលពីប៉ុន្មានថ្ងៃមុនគណនីនៃចាំទីសញ្ជាតិអាល្លឺម៉ង់ដែលមាន17លាន follower លើ Instagram បានរៀបរាប់ថាការសម្រេចចិត្តនេះមិនមែនជារឿងងាយទេតែយើងទាំងពីរមានការជឿជាក់ថាវាជាជំហានដ៏ល្អសម្រាប់ពួកយើងហើយវាក៏ជាការចូលរួមដ៏ល្អបំផុតសម្រាប់កូនរបស់ពួកយើងដូចគ្នានឹងធានានូវការបន្តទទួលបានក្តីស្រឡាញ់ក្នុងបរិយាកាសកក់ក្ដៅសម្រាប់ពួកគេយើងទាំងពីរនៅតែបន្តតួនាទីជាអាណាព្យាបាលដោយការគ្រប់ទៅវិញទៅមកតែកំឡុងពេលនេះសម្រាប់ពេលវេលាឯកជនផ្ទាល់ខ្លួនយើងសូមការយោគយល់ពីអ្នករាល់គ្នានិងគ្រប់ចំពោះឯកជនភាពរបស់ពួកយើងជាពិសេសកូនរបស់ពួកយើងផងដែរយ៉ាងណាក្នុងសេចក្តីថ្លែងការណ៍ខាងលើពី Stegen លោកមិនបានបញ្ជាក់អំពីហេតុផលនៃការបែកបាក់ជាក់ច្បាស់នោះទេតែយ៉ាងណាភ្លើងដែលកំពុងឆេះក៏ក្រដាស់មិនអាចខ្ចប់ចិត្តនោះដែរត្រង់តាមប្រភពជាច្រើនចុះផ្សាយរួមបញ្ចូលទាំង Bazaar Universal បានឲ្យដឹងថាហេតុផលនៃការបែកបាក់រវាងគូស្នេហ៍ទាំងពីរខាងលើគឺដោយសារតែ Stegen បានរកឃើញថាអតីតភរិយាខ្លួន Dani បានលួចបង្កាត់ភ្លើងស្នេហ៍នឹងបរិសុទ្ធជាគ្រូបង្វឹកផ្ទាល់ខ្លួននៅកន្លែងហាត់ប្រាណរបស់នាងទំហំនៃការឈឺចាប់នេះជាមូលហេតុតែមួយគត់នាំឲ្យភាគីសងខាងព្រមទទួលយកការបែកបាក់ដោយសន្តិវិធីទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ច្បាស់ពីសម័យខ្លួនសងខាងឡើយតែអ្នកគាំទ្ររបស់ Stegen ជាពិសេស fan Barcelona ពិតជាបង្ហាញការណិតជាពន់ពេកទៅដល់ដៃស្អិតវ័យ32ឆ្នាំទៅបិទអីកន្លងមកនោះគេក៏ប៉ះទង្គិចផ្លូវចិត្តគ្រាធ្លាក់តំណែងពីដៃទី1អស់រយៈពេលច្រើនខែពលតាំងខែកញ្ញាឆ្នាំ2024ទើបតែលើរៀងធូរស្បើយបង្ហើបតម្រុយត្រៀមនឹងវិលត្រឡប់មកកាន់ទីលានម្ដងទៀតតែក៏មិនមែនជារឿងងាយក្នុងការវិលមកកាន់តំណែងចាស់របស់ខ្លួនព្រោះឯដៃឯកកំពុងចាំទីឲ្យមានបុណ្យសពថ្ងៃ Wojciech Szczesny គេល្អមួយចប់ដោយ Golden Sailing នេះ14ប្រកួតអាច clean sheet បានដល់ទៅ8លើកចុងក្រោយបន្តទៅរឿង Stegen បន្តិចបច្ចុប្បន្នលហៀងគេមិនបានរស់នៅក្នុងផ្ទះជាមួយប្រពន្ធកូនតទៅទៀតទេហើយបានចាកចេញមករស់នៅសន្តាគារតែម្នាក់ឯងអស់រយៈពេលជាង2ខែមកហើយពលមើលថែរបួសជង្គង់ខ្លួនឯងផងមើលថែរបួសផ្លូវចិត្តបេះដូងដែលប្រេះស្រាំនោះផងងាកទៅពាក្យពេចន៍ពីអ្នកគាំទ្ររាប់ពាន់រាប់ម៉ឺននាក់លើបណ្ដាញសង្គមបានលើកទឹកចិត្តនិងសូមឲ្យ Stegen រឹងមាំឡើងហើយជំនះគ្រប់បញ្ហាចំពោះមុខទាំងរបួសផ្លូវកាយនិងផ្លូវចិត្តដើម្បីត្រឡប់មកក្លាយជា Marc-Andre ter Stegen កាលពី3ឆ្នាំមុនរហស្សនាមជាពីងពាងដែកអាល្លឺម៉ង់បន្តទៅទៀតគួរដឹងដែរថាបើតាមការរំពឹងទុកចុងក្រោយ Stegen ទំនងនឹងត្រឡប់មកចូលទីលានមុនការព្យាករណ៍ត្បិតអីពីដំបូងថាដល់បរិបទកាលតែក្រឡេកមើលស្ថានភាពឥឡូវនេះការព្យាបាលជង្គង់ផ្នែកខាងស្ដាំហាក់ធូរស្បើយលឿនបែបនេះប្រសិន Barcelona ឡើងនៅវគ្គក្តៅគគុក8ក្រុមចុងក្រោយ UCL និងស្ថានភាពសំខាន់មួយចំនួនផ្សេងទៀតដូចនៅ Copa del Rey និង La Liga ជាដើមក៏ប្រហែលនឹងអាចមានវត្តមាន Stegen ជាដៃបំរុងក៏ថាបាន